រៀបសួរពុកម៉ែបងប្អូនសាជាថ្មីនេះជាคลิปវីដេអូទី2ឥឡូវនេះខ្ញុំនឹងនាំវែងកំព្រាទាំង3នេះទៅទិញខោអាវទិញស្បែកជើងទិញសម្ភារៈរៀនសូត្រមានប៊ិចសភៅអីហើយទិញកង់ចំនួន1គ្រឿងផងដែរបាទឥឡូវនេះខ្ញុំនឹងនាំក្មេងៗនេះឡើងឡានជាមួយខ្ញុំទៅផ្សារបាទដែលមានចម្ងាយមិនឆ្ងាយប្រហែលទេពីកន្លែងដែលរស់នៅនេះបាទគឺផ្សារអូរហ្នឹងហើយឥឡូវលោកយាយគាត់ថាចាស់ហើយអត់ទៅកាត់យើងសុំមីងជួយទៅមួយអញ្ចឹងណោះចាមកអូនមកឡើងឡានមកចឹងឡើងឡានទៅរឹកបិជជើងខ្លួនឯងណោះសភៅអីដែលត្រូវរៀនសភៅអីខ្លះលើកអាមីតម្លាក់ទៅក្រោមទៅគេអាចទលាយបានដាក់ទៅក្រោមញាប់ក្រោមអាចដាក់ឡោះទៅអង្គើបានអូខេយកចៅយាយទៅអាមេរិកណាយកទៅចោលអត់យំសំណោះហ៎តិចថាយំអីណា